tật thế hay năng miền này nè dương trồng chiều viên ở ngay tích po chiều viên ngay tích miền nè chừng ai bay khang rừng lúng ngon mà lăng con mình nhom chanh nè bờ miền nè này nâu miền đà rạp na phải rồi làm sao trâu ăn trái nhận nhôm ăn trái và bờ miền tật thế miền nè đấy ban ta xăm kỳ thua bị thi ấy cái trái về đọ sâu hay bị mà bị sạt bồ chi ấy ban đôi trụ chi đôi ở lâu này thế nhận nhôm bờ miền ca xăm kỳ nữa à tật thế này nè mà có tham miền bị cho miền nơi sủng khăn khăn bên tên sầmรับមនុស្សទូទៅព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងក្នុងលោកណាគឺដើម្បីកាច់បំបាក់នៅទិដ្ឋិរបស់សត្វលោកទូទៅញាតិញោមព្រះអង្គសម្ដែងថាសុខោពុទ្ធានមោបាតោព្រះពុទ្ធខាងគោពោពេញក្លាហានកសាងបារមីសេរីកាន់រហូតដល់បានត្រាស់ជាព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោកមានជ័យមានជោគប្រាជ្ញាមុមុតព្រះអង្គឈ្នះមាននៅពេលប្រយុទ្ធដោយសាស្ត្រាវុធមុតគ្មានអ្វីដូចឥឡូវខ្ញុំចង់ថាទាំងអស់នេះទ្រង់ត្រាស់ដឹងហើយនាំមកដល់សុខថាបំបីសម្បុកទិដ្ឋិកំហូចដោយធម៌ទេសនាភ្លឺថ្លារងរោចសុខគ្មានអ្វីដូចគឺព្រះនិព្វានស្ដាប់នៃបានទេញាតិញោមស្ដាប់បានទេទ្រង់ត្រាស់ដឹងហើយនាំមកនៅសុខបំបីសម្បុកទិដ្ឋិកំហូចញាតិញោមទាំងអស់គ្នាណាយើងស្ថិតនៅក្នុងលោកអសន្នវៈត្រៃលោកនេះគឺពោពេញទៅដោយអវិជ្ជាតណ្ហាបាទានហើយមានទិដ្ឋិទាំង62នឹងកាត់ផ្ដាច់អស់ហើយនៅទេណាអញ្ចឹងព្រះអង្គត្រាស់ដឹងក្នុងលោកគឺដើម្បីកាច់បំបត្តិទិដ្ឋិទាំងអស់ហ្នឹងណាញាតិញោមអញ្ចឹងបានសត្វលោកទាំងអស់ពេលបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធហើយចាក់ធ្លុះនៅសច្ចធម៌ប៉ុន្តែគ្រូប្រមាណញោមដែលសំបីព្រះអង្គត្រាស់ដឹងហើយអត់មាននិស័យនឹងព្រះគ្រូ6នោះមានបុរាណកាសបៈអីជាដើមណាអត់បានសម្រេចធម៌នេះក៏ទិដ្ឋិរបស់គាត់នឹងខ្លាំងមែនទេណាញាតិញោមបងហើយអាត្មាចង់សម្ដែងក្នុងន័យថាតើការយល់អំពីទិដ្ឋិនេះវាមានប្រយោជន៍យ៉ាងណាសម្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានេះណាសំខាន់ណាស់ញាតិញោមការរស់នៅក្នុងមនុស្សលោកនេះគឺការគិតការយល់ណាញាតិញោមពាក្យខ្មែរថាគិតសមគូមិនអញ្ចឹងញាតិញោមការគិតនឹងតេតួនឹងទិដ្ឋិនឹងណាការយល់ឃើញណាប៉ុន្តែទិដ្ឋិមួយម៉ាត់នេះមែនទេទៅបើក្នុងចេតសិកទិដ្ឋិចេតសិកនោះគឺសង្គ្រោះចូលនៅក្នុងមច្ឆាទិដ្ឋិហើយប៉ុន្តែពាក្យទិដ្ឋិមួយម៉ាត់បានន័យថាការយល់ឃើញនិងការយល់ឃើញបើជាភាសាអង់គ្លេសថា view ញាតិញោម view ណាធម្មតាយើងប្រែទិដ្ឋភាពប៉ុន្តែក្នុងភាសាធម៌បានន័យថាយល់ឃើញឬនៅក្នុង the eightfold noble path គេប្រែថា understanding like a right understanding បានន័យថាសម្មាសង្កប្បៈការយល់ត្រូវប៉ុន្តែនៅក្នុងទីនេះ view ហ្នឹងគឺអាចជា right view ហើយនឹង wrong view ហ្នឹងបានន័យថាសម្មាទិដ្ឋិឬក៏មិច្ឆាទិដ្ឋិអញ្ចឹងមនុស្សយើងណាបើសិននៅបើការយល់ត្រូវញាតិញោមយល់ត្រូវគិតត្រូវធ្វើត្រូវញាតិញោមមើលពពកបរោះដ៏អស្ចារ្យរបស់យើងណាប្រាង្គប្រាសាទអង្គរល្បីសុសសាយពេញសកលលោកឥឡូវនេះណាដោយការសម័យនឹកឃើញណាគិតឃើញណាគ្រាន់តែរឿងពពអីគេហៅថាទេវកថាអីប៉ុណ្ណឹងសម័យមកមានក្បួនច្បាប់តាម Hinduism មកគឺអាចធ្វើទៅជាប្រាង្គប្រាសាទអស្ចារ្យល្បីល្បាញលើពិភពលោកអាស្រ័យដោយគំនិតនឹងការយល់ឃើញហ្នឹងណាយ៉ាងណាមិញប្រសងទាំងអស់ដែលរួបរวมគ្នានឹងដោយសារការយល់ត្រូវថាម៉េចមានតែការរួបរวมសាមគ្គីទេណាទៅអាចដើម្បីបានអីបានសុខព្រះអង្គសម្ដែងថាសុខាសង្ឃៈសាមគ្គីក្រុមពួកសង្ឃជីមូលមីរួមគ្នាមិនមានបែកបាក់ចាក់រកទូកទៀននេះហើយគឺជាជំរំសុខតុកសានយើងសាមគ្គីទាំងអស់គ្នាទៅវាសុខសានញញោមប៉ុន្តែបើយើងអត់សាមគ្គីទិដ្ឋិទិដ្ឋិញញោមមានធัว2ដែលគេហៅថាឲ្យតមណាគេហៅថាត្រណមដោយពាក្យខ្មែរគេថាកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5កញ្ចប់តមត្រណម2កាប់ព្រៃ3អីញញោមលោកភ័ក្រទូរស័ព្ទហើយផឹកឆ្នាំ5កញ្ចប់លឿនតិចបងមកលើសិល5វ៉ហើយអីគេកាប់ព្រៃ3រក្សាព្រៃ10រក្សាព្រៃ10ហ្នឹងកម្មបត្តិ10ហើយតមត្រណម2ហ្នឹងគឺទិដ្ឋិនឹងមានអ្នកនេះណាទិដ្ឋិហើយនឹងមានអ្នកនេះណាយើងត្រូវជៀសវាងឲ្យឆ្ងាយបន្តិចពោជៀសវាងឲ្យឆ្ងាយបន្តិចមានអ្នកជើងឯកបែកខាងរឹងល្ងងម្លឹងគង់មិនញោមចាញ់ណាបើមានអ្នកនេះនៅមានដរាបណាប្រយោជន៍ខ្លឹមសារត្រូវអន្តរាយញាតិញោមអន្តរាយបើមានទិដ្ឋិមានអ្នកនេះបានទៅសាមគ្គីធ្វើពិធីអីគេបត្រៃបេដកសូត្រហើយមហាវិសាខបូជាអីបានដោយជោគជ័យដូចឥឡូវនេះទេញាតិញោមបើមិនមានការសាមគ្គីហ្នឹងល្អមែនទេណាការយល់ញាតិញោមអញ្ចឹងបានញាតិញោមនៅក្នុងភាសា business បានតែមិនញាតិញោមភាសា business ភាសាជំនួញគេនិយាយថាមែនទេទៅដើមទុនណាញាតិញោមយល់ពាក្យដើមទុនទេណាដើមទុនដែលពិតប្រាកដច្បាស់លាស់មិនមែនជាថវិកាទេដើមទុនពិតប្រាកដមិនមែនថវិកាទេដើមទុនពិតប្រាកដគឺគំនិតនឹងការយល់នឹងទិដ្ឋិនឹងណាញាតិញោមឲ្យតែមាន right understanding right view នឹងការយល់នឹងគឺវាចូលជ័យហើយអញ្ចឹងបាននៅក្នុងន័យដែលយើងគួរពិចារណាតាក់ទងនឹង X3 ញាតិញោម X3 បានន័យថាម៉េច X3 នោះ X អក្សរ A យើងណា X3 ហ្នឹងគឺ head
ក្បាលហើយនឹង heart ហើយនឹង hand មនុស្សយើងក៏បីមាន head បានន័យថាការគិតទិដ្ឋិនឹងយល់ឲ្យត្រូវប៉ុន្តែយល់របស់យើងបើមានតែ head ញាតិញោមអញ្ចឹងបានគេបង្កើត the weapon of mass destruction អាវុធបល័យលោកឬក៏បំផ្លិចបំផ្លាញលោកនឹងបើមានតែ head ការគិតហ្នឹងយល់ហ្នឹងប៉ុន្តែបើខ្វះ heart ញាតិញោមបានន័យថាម៉េចបេះដូងរបស់យើងអញ្ចឹង head ហើយនឹង heart ត្រូវដើរទន្ទឹមគ្នាបើ head និង heart ដើរទន្ទឹមគ្នាហើយគឺយើងមាន hand ហើយ hand បានន័យថាម៉េចញោមដៃអូល្អញាតិញោមកែអង់គ្លេសបានន័យថា hand ហ្នឹងគឺសំដៅដល់យើងមាន compassion យើងមានករណាណាញោមណាករណាចឹងនិយាយបានន័យថាអ្វីក៏ដោយដែលយើងគិតត្រូវប្រកបដោយមេត្តាធម៌ក្នុងហ្នឹងគឺយើងបញ្ចេញទៅករណាធម៌បានន័យថាម៉េច hand ហ្នឹងយើង give hand to someone បានន័យថាជួយនរណាម្នាក់ហ្នឹងបានន័យថា hand យើងណាជួយគេណាអញ្ចឹងបើយើងធ្វើការងារទាំងឡាយទាំងពួងប្រកបដោយការគិតត្រូវហើយមានមនសិការត្រឹមត្រូវទៀតគឺយើងអាចជួយជាតិនិងសាសនារបស់យើងបានហើយណាញាតិញោមហើយពធទិដ្ឋិនេះសំខាន់ណាស់ញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងក្នុងលោកហ្នឹងគឺញាតិញោមនៅក្នុង the three universal characteristic បានន័យថាសាមញ្ញលក្ខណៈធម៌3យ៉ាងអនិច្ចំទុក្ខអនត្តាណា impermanent suffering ហើយនឹង non self អនត្តានោះញាតិញោមកលេចមើលទៅសាសនាដទៃលទ្ធិដទៃគេមាន2ដែលសំខាន់ក៏គេអាចយល់ដែររាល់ថ្ងៃនេះ philosopher លើលោកនេះណាគេយល់ដែរគេយល់ថាអ្វីទាំងអស់គឺមិនទៀងទេពីណាក៏យល់ដែរញាតិញោមទាំងអស់ក៏មិនទៀងទេហើយអ្វីដែលមិនទៀងទេជាទុកប៉ុន្តែមួយដែលសំខាន់លើលោកញាតិញោមគឺ non self ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងញាតិញោមមើលទៅសិក្សាចុះសាសនាណានៃក៏ដោយគឺអត់មាននិយាយអំពី non self អនត្តាទេញាតិញោមបើបានយល់សិក្សាពីអនត្តានេះណាគឺកាច់បំបាក់នៅទិដ្ឋិរបស់ខ្លួនហើយមនុស្សសលោករាល់ថ្ងៃនេះដោយសារមានអត្តាប្រកាន់ខ្លួនហ្នឹងណាប្រកាន់ខ្លួនហ្នឹងហើយបានចេះតែឆ្លោះទាស់ទែងគ្នាបើដាក់ចុះនំមានអ្នកចេញហើយមិនប្រកាន់ខ្លួនពេកអ្វីៗទាំងអស់សុទ្ធតែជាអនត្តាតើជាការប្រជុំចុះតើខណ្ឌ5តើនាមរូបអីតើស្អាតប៉ុណ្ណាក៏ដោយរូបសល្អរាងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប្រមាណរូបចរិយាចិត្តល្អជាមិនចាស់ឡើយសូមអនុមោទនា